នេះគឺជាហ្គេមបែប survival មួយប្រភេទដែលពិភពលោកត្រូវបានស៊ុំប៊ីវាយលុបមនុស្សជាច្រើនត្រូវបានស្លាប់និងក្លាយទៅជាស៊ុំប៊ីហើយទីក្រុងជាច្រើនត្រូវបានដួលរំលំតួអង្គរបស់យើងបានកើតមកក្នុងពេលដែលស៊ុំប៊ីកំពុងតែបំផ្លាញពិភពលោកដើម្បីអាចរស់រាននៅក្នុងពិភពលោកនេះបានយើងត្រូវជួយអ្នករស់រានធ្វើ mission ស្វែងរកអាវុធសម្រាប់ស៊ុំប៊ីនិងស្វែងរកការពិតពីការវិនាសកម្មដ៏សាហាវមួយនេះសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការ survival នៅក្នុងហ្គេមនិងស្វែងរកអាចកំបាំងដ៏សាហាវឃោរឃៅពីការកើតស៊ុំប៊ីមួយនេះអូឥឡូវនេះស៊ុំប៊ីគឺថាវាចេញមកហើយយើងដាក់បងបាញ់វាទៅងាប់មួយនេះមួយទៀតងាប់មួយទៀតបើស៊ុំប៊ីហ្នឹងវាចេញមកក្នុងព្រៃដល់ពេលអញ្ចឹងទៅយើងត្រូវតែការពារខ្លួនវាធ្វើមិនរស់ឲ្យបានយូរមកឥឡូវនេះសល់មួយទៀតអូពណ៌នេះស្ទើរពណ៌ស៊ុំប៊ីកម្រិតលេវ10អូឥឡូវគេឲ្យយកក្មេងតើយើងយកក្មេងដាក់លើឡានសិនទៅតាមពិតទៅក្មេងហ្នឹងគឺជាតួអង្គឯករបស់យើងនៅក្នុងរឿងហ្នឹងតែដោយបើក្បាលដំបងមកតួអង្គឯករបស់យើងហ្នឹងគឺទៅគាត់ទៅតែកើតនោះទេគាត់កើតនៅក្នុងពិភពលោកស៊ុំប៊ីដល់ពេលអញ្ចឹងម្នាក់នេះប្រហែលជាឪពុករបស់គាត់ដែលមុនហ្នឹងម្ដាយរបស់គាត់ត្រូវបានស្លាប់ដោយសារស៊ុំប៊ីវេលុកឥឡូវនេះទាញកាភ្លើងទៅនេះកាភ្លើងយន្តធំបាញ់ស៊ុំប៊ីអាកាភ្លើងហ្នឹងបាញ់ឈើម្ដង50ម្ដង50ស៊ុំប៊ីចេញមកទៅហើយអូខេងាប់ពួកនេះស្ទើរស៊ុំប៊ី level 10អូខេងាប់ហើយងាប់3យើងមើលនៅសល់ស៊ុំប៊ីទេនៅសល់ងាប់នេះចេញមកមួយទៀតហើយសម្រាប់វាចោលអស់ទៅពួកនឹងស្ទេពួកអ្នកឆ្លងមេរោគស៊ុំប៊ីយើងមិនដឹងថាគឺពួកនឹងឆ្លងមេរោគស៊ុំប៊ីមកពីណាទេអញ្ចឹងដើម្បីអាចដឹងបានយើងត្រូវតែលេង survival ធ្វើមិនក្តីរកអាចកំបាំងពីការស្លាប់នេះឥឡូវ mission យើងគ្រប់ហើយក៏នេះគឺជារយៈពេល20ឆ្នាំក្រោយមកនេះគឺជាជំរំកន្លែងលាក់ខ្លួនរបស់យើងបាទពីពពួកស៊ុំប៊ីដែលបានវាយលុកនេះគឺជាសត្វតែមនុស្សដែលបានរស់រានពីការស្លាប់ពីការឆ្លងមេរោគស៊ុំប៊ីនេះគឺជាទីតាំងភូមិរបស់យើងបាទមើលទៅសំបីតែមន់នេះក៏មានឈ្មោះដែរហើយនេះគឺជាតួអង្គរបស់យើងបាទគាត់គឺជាមនុស្សសម្បត្តិប្រំបាក់ខ្លាំងមែនតើបាទដោយស្មានហ្នឹងហើយគាត់អត់តន់ងើពីដេកទៀតបាទមកគាត់សឹកឈាមអូឥឡូវគាត់ភ្ញាក់ពីដេកហើយបាទដៃនៅកាន់ដបស្រាទៀតដៃតោះឥឡូវគាត់ងើបហើយញីផ្នែកមួយសិនព្រឹកហ្នឹងត្រូវធ្វើ mission បាទដល់ពេលអញ្ចឹងគាត់ងើបមកធ្វើ mission អូខេឥឡូវនេះយើងដើររក mission ធ្វើសិនតើយើងទៅកន្លែងសញ្ញាព្រួយណាគេដាក់ឲ្យឈប់មើលទីតាំងហ្នឹងមានអីគេខ្លះអូដូចជាអត់មានទេមានទេរបងការពារនិងអ្នកភូមិដែលនៅសេសសល់អូមកមើលតានេះគាត់ឲ្យធ្វើ mission ឥឡូវយើងចុចលើហ្នឹងទៅចង់នឹងថាគាត់ឲ្យធ្វើអូអត់មានទេយើងមករកអាប៉ែនេះម្ដងអាប៉ែនេះប្រហែលជាមាន mission ឲ្យធ្វើព្រោះឥឡូវនេះយើងធ្វើការទិញកាភ្លើងបាទដោយមានស្នោបនិងអាកាឥឡូវយើងធ្វើការទិញអាកាមកទៅ500គ្រាប់អូខេ15 XP ទិញមកទៅព្រោះឥឡូវវាបានចូលហើយឥឡូវយើងទៅកន្លែងមួយបាទកន្លែងទី1របស់យើងដែលគេឲ្យទៅបាទនេះយើងមកដល់កន្លែងទី1ហើយឥឡូវយើងទៅកន្លែងសញ្ញាព្រួយដែលគេដាក់ឲ្យបាទអូយើងមកយកដបងយើងរើវាមកឥឡូវយើងបានហើយអូយើងធ្វើការអូគេឲ្យកាន់គេឲ្យដាក់កាភ្លើងឥឡូវបានហើយដាក់ដបងចូលមួយទៀតអូខេតោះឥឡូវយើងចេញទៅក្រៅវិញទៅអូគេឲ្យយើងវឹកហាត់សិនមកឥឡូវវាយពួកអាហ្នឹងពឹងងាប់យើងមុននឹងចូលទៅសម្រាប់ស៊ុំប៊ីគេឲ្យយើងវឹកហាត់សិនបាទដូចជាទាហានហ្នឹងបាទនេះមួយទៀតវាយអស់ទៅអូខេដូរកាភ្លើងអូបាញ់អូខេបាញ់អូ mission របស់យើងត្រូវបានចប់ហើយដោយវគ្គទី1ក៏ឲ្យយើងគ្រាន់តែវឹកហាត់សិនទេបាទឥឡូវយើងធ្វើការទៅកន្លែងជំរំរបស់យើងវិញយើងមកដល់ហើយយើងមើល mission ថ្មីធ្វើបន្តទៀតនេះចុចលើអាប៉ែនេះមកអូខេអាប៉ែហ្នឹងយើងធ្វើ mission មិញវាឲ្យលុយយើងតោះ
អូយើងដើរមើលចំវិញហ្នឹងមានអីគេខ្លះអូនេះកូនក្មេងឮថាកូនក្មេងហ្នឹងគឺជាជនភៀសសឹកដែលរស់នៅពីការក្រោយស្លាប់របស់អ្នកភូមិរបស់នាងហើយនាងមាននៅជីវិតតែម្នាក់ទេដែលបានរួចផុតពីការស្លាប់របស់ស៊ុំប៊ីហ្នឹងអូខេអាប៉ែនេះឲ្យលុយតើយើងរកមើលមានអ្វីធ្វើបន្តទៀតបាទអូក៏ឲ្យយើងចុចកាបូបឥឡូវយើងចុចមើលសិនអូយើងតាណានេះអូទៅកន្លែងមាញ់មានស៊ុំប៊ីមកនេះបានកែឲ្យទៅអូខេយើងមកដល់ហើយអូនេះស៊ុំប៊ីចេញមកមែនយើងបាញ់វាចោលទៅពួកនេះគឺជាស៊ុំប៊ីកម្រិតអន់ទេមើលទៅយើងបាញ់វាឆាប់ងាប់ដែរហ្នឹងអូខេចេញមក3នាក់បាញ់វាទៅ handshot មួយងាប់មួយទៀតងាប់អូនោះយើងទៅតាមសញ្ញាព្រួយនេះសញ្ញាព្រួយឲ្យយើងអូយក៏ឲ្យយើងអាប់លបងកុំឲ្យពួកស៊ុំប៊ីនឹងវាចូលអូខេអាប់វាឲ្យពេញមកអូខេចុយអាប៉ែនេះចេញមកពីធុងសម្រាមអូបាញ់វាបាញ់ងាប់ឥឡូវនេះងាប់ហើយនេះអូនេះចេញមក2នាក់ទៀតហើយជួយមើលឃើញមកកន្លែងហ្នឹងមិននៅសុកចេញមកបដ ாய் នេះយើងត្រាប់វាចោអស់ទៅបាទពណ៌ហ្នឹងកុំຕົកបាទអូទៅសញ្ញាព្រួយមួយទៀតអូពួកស៊ុំប៊ីហ្នឹងពេលយើងសម្លាប់វាទៅគឺថាយើងបានរបស់តោះយើងមើលអត់មានអីទេទៅតាមសញ្ញាព្រួយមួយទៀតអូខេអាប់លបងនេះអាកន្លែងធុងសម្រាប់ហ្នឹងមាញ់ពួកស៊ុំប៊ីនោះវាចេញមកខ្ញុំនឹងភ្ញាក់បដ ாய் នេះសម្លាប់វាចោទៅយើងដឹងហើយពួកហ្នឹងឈាមផុយដែរទេអូខេងាប់ហើយយើងអាប់លបងអាប់វាឲ្យពេញមកពេញអូនេះស៊ុំប៊ីចេញមកទៀតហើយបាញ់សម្លាប់វាចោលអូខេងាប់យើងសម្លាប់វាអស់ទៅ mission យើងគ្រប់ហើយអូខេបានកូកាពួកស៊ុំប៊ីហ្នឹងពេលយើងសម្លាប់វាទៅវាមាន item ជ្រូកក្នុងខ្លួនណាអូឥឡូវ mission យើងបានចប់ហើយយើងត្រឡប់ទៅផ្ទះយើងវិញទៅកន្លែង